បងប្អូនណាខ្លះដែលដោះសាច់នៅលើប្រភេទហើយដុតហើយនៅតែដោះមកវិញហើយប្រើថ្នាំហើយលេបថ្នាំហើយក៏នៅតែអត់បាត់អញ្ចឹងបងប្អូនដែលគាត់មានបញ្ហាអស់ហ្នឹងគឺជាប្រភេទជំងឺសេមនអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាសេមនដុតហើយទៅពេទ្យដុតហើយព្យាបាលអីក៏ប្រើអីក៏អត់ត្រូវអាចមកសាកថ្នាំរបស់ខ្ញុំបានហើយចំពោះថ្នាំរបស់ខ្ញុំគឺប្រសិទ្ធភាព 100% លើដុំសាច់សេមនហើយនេះជាប្រភេទជុតតូចសម្រាប់ព្យាបាលដុំសាច់តូចៗប៉ុនជើងធូបប៉ុនធូបមាន3 4ដុំហ្នឹងគឺយើងប្រើថ្នាំប៉ុណ្ណឹងគឺព្យាបាលជាដាច់បានចំពោះថ្នាំគឺយើងមានជាឈុតសម្រាប់ព្យាបាលមានឈុតតូចឈុតកណ្ដាលឈុតធំសម្រាប់ព្យាបាលទៅតាមទំហំដុំសាច់និងចំនួនដុំសាច់អញ្ចឹងបងប្អូនមានដុំសាច់ប៉ុណ្ណាយើងព្យាបាលថ្នាំប្រភេទឈុតប៉ុណ្ណឹងទៅគឺយើងព្យាបាលជាដាច់គឺយើងទិញតែម្ដងព្យាបាលជាដាច់ 100% សម្រាប់បងប្អូនដែលមានបញ្ហាសេមនទាំងអស់គឺអាចតាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំបានគឺលេខ07 202 203និង088 705 8កុដ8កុដហើយដែលខ្ញុំមានដាក់លេខនៅលើអេក្រង់នេះដូចគ្នាអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាគឺសេមនហ្នឹងគឺអស់បារម្ភហើយបងអញ្ចឹងគឺប្រើថ្នាំរបស់ខ្ញុំគឺជាដាច់ 100% បាត់លោកគ្រូបាទអូឆ្នាំនោះពុតជាខ្លាំងមែនលោកគ្រូល្អមែនជានឹងដាក់បាយ4ថ្ងៃទៅនឹងដាច់អស់លេងលោកគ្រូអាហ្នឹងយើងអត់មានជាការឆ្លងឲ្យគេណាលោកគ្រូបើយើងទៅការឧទាហរណ៍រួមភេទរួមអីអត់មានឆ្លងដល់គេណាលោកគ្រូចឹងបងឥឡូវវាជ្រុំអស់ហើយខ្ញុំឃើញវាមានប្រសិទ្ធភាពល្អណាស់បងដំបូងតែខ្ញុំបានជួបបងនិយាយក្នុង Telegram នេះគឺមុនដំបូងគាត់ថាអត់ច្បាស់តែដល់ពេលបានលៀបពិតជាមានប្រសិទ្ធភាពល្អមែនបងអញ្ចឹងសួស្តីលោកគ្រូឥឡូវខ្ញុំបានជាដាច់ពីជំងឺដោះសាច់សេមនហ្នឹងហើយលោកគ្រូហើយខ្ញុំអរគុណហើយឆ្នាំរបស់លោកគ្រូបកែមែនមាននិយាយហើយខ្ញុំប្រើសួស្តីបងឆ្នាំសេមនណាខ្ញុំបាត់70%អូយស្អុយសំជើងនៅសល់តែ30%ទៀតខ្ញុំជាដាច់ខ្ញុំស្វាយចិត្តពេលវាជាចឹងទៅអីអាហ្នឹងខ្ញុំប្រើខានហ្នឹងខ្ញុំនៅវាជាខ្ញុំប្រើចប់ទៀតមិនយូរទេជាស្បាយមកនេះខ្ញុំប្រើខានដោយសារខ្ញុំចិត្តតែផ្លិច